លោកចៅលើជីបញ្ជាក់ថាទំនាក់ទំនងកម្ពុជានិងចិនជាទំនាក់ទំនងដ៏ការជឿជាក់គ្នាមិនអាចមានអ្នកណាមកបំបែកមិត្តភាពនេះបានឡើយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយលោកចៅលើជីប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនដែលជំនុំនេះធ្វើឡើងនៅមហាវិមានប្រជាជនចិនរដ្ឋធានីប៉េកាំងនៅរុស្ស៊ីថ្ងៃទី25ខែមិថុនាឆ្នាំ2026នៅក្នុងជំនួបនោះលោកចៅលើជីបានហៅទំនាក់ទំនងកម្ពុជាចិនថាជាទំនាក់ទំនងមិត្តចាស់មិត្តដែកថែបដែលតែងតែជួយយកអាសារគ្នាទៅវិញទៅមកនិងបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីងមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំទៅគឺបានបង្ហាញនៅការពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំជាពិសេសគឺការជំរុញការអនុវត្តការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីលោកបានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោហើយលើកឡើងថាទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាការតាក់ទងទំនាក់ទំនងដល់ការជឿជាក់គ្នាដែលមិនមានអ្នកណាមកបំបែកនូវមិត្តភាពនេះបានឡើយលោកក៏បានលើកឡើងអំពីការជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរព្រមទាំងចង់ឃើញប្រទេសទាំងពីរពោលគឺស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជានិងចិនមានទំនាក់ទំនងគ្នាកាន់តែស្អិតរមួតបន្ថែមទៀតក្នុងគោលដៅដើម្បីចូលរួមចំណែកក្នុងការជួយជ្រោមជ្រែងដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីសម្ដេចតេជោហ៊ុនសែនបានអរគុណលោកចៅលើជីចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅដ៏បានលើកឡើងថាទំនាក់ទំនងកម្ពុជាចិននៅតែរឹងមាំហើយសម្ដេចសង្កត់ធ្ងន់ថាទោះបីជាពិភពលោកមានការប្រែប្រួលអាកាសធាតុមានការប្រែប្រួលតែមិត្តភាពកម្ពុជាចិនមិនប្រែប្រួលនោះឡើយនៅក្នុងឱកាសនោះសម្ដេចតេជោក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិស្ថាប័នបកនិងស្ថាប័ននីតិបញ្ញត្តិដោយសម្ដេចបញ្ជាក់ថាសម្ដេចចង់ឃើញស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្មបន្ថែមទៀតនៅក្នុងការជំរុញទំនាក់ទំនងទ្វេភាគីដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្តិនិងគណៈបករវាងប្រទេសទាំងពីរ